ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពបាទថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកទស្សនាមើលស្បៃតឺខ្ញុំដាំនៅក្បែរផ្ទះបាទនេះស្បៃតឺចាំបានកាត់ហើយពុកម៉ែបងប្អូនអើយថ្លោះល្អណាស់ប៉ុន្តែអត់មានដាក់ជីអីទេដាក់ទៅជីឲ្យកូនបាញ់ទឹកតែប៉ុណ្្នឹងទេបាទប៉ុន្តែអាខ្លះធំអាខ្លះនៅតូចឡើយបាទនៅខៀវល្អណាស់ដូចនៅក្នុងវីដេអូហ្នឹងហើយអាខ្លះធំទៅអាខ្លះតូចទៅដូចអានេះធំទៅបាទអាផ្សេងនៅតូចញញបាទបាទបាទចំពោះស្ពៃដែរគឺខ្ញុំធ្វើការមុនដំបូងខ្ញុំត្រាំទឹកដើម្បីមុនដាំគឺខ្ញុំដាក់ត្រាំវាឲ្យវាចេញប្រឡូកសិនបាទទៅមកបានខ្ញុំយកទៅព្រោះនៅលើកង់ឡានបាទទៅមកបានខ្ញុំត្រួយដីអីឲ្យហើយមកហើយខ្ញុំយកមកស្ទូងបាទគ្រាន់តែអាខ្លះធំអាខ្លះតូចទៅតាមដឹងថាមកពីម៉េចវាដែរបាទហើយចំពោះគ្រាប់គឺខ្ញុំដកនេះដកចេញពីអាកង់ឡាននេះបាទដកពីអាកង់ឡានខ្ញុំដកខ្លះអានេះកង់ឡានខ្ញុំត្រឹមបណ្ដោះបាទពីមុនគឺដាក់ញឹកអញ្ចឹងតមកបានខ្ញុំយកទៅស្ទូងខ្លះតែអាកង់ឡាននេះខ្ញុំដកហូបខ្លះអស់ហើយបាទហើយអានេះខ្ញុំដាក់បំបែកមកអាថោតូចទៀតបាទហើយអានេះគឺស្បៃតឺបាទស្បៃតឺនេះគឺវាតកៅស៊ីណៅពីយើងអត់មានប្រើថ្នាំអីពុកម៉ែបងប្អូនបាទវាតកៅស៊ីខ្លះអីខ្លះទៅយើងអាណាធំមុនដកហូបមុនទៅបាទព្រោះយើងដាំលក្ខណៈគ្រូសាយើងដាំនៅក្បែរផ្ទះអញ្ចឹងអត់ខ្វល់រឿងខាតតំណែងអីសំខាន់បានបន្លែតំណាំហូបបាទស្បៃនេះគឺដាំទឹកឲ្យកូនពូជបាទទឹកបបរឲ្យគាត់ហូបបាទយើងមានស្បៃខ្លួនឯងយើងដាំខ្លួនឯងស្រោចទឹកខ្លួនឯងអញ្ចឹងយើងដឹងពីកម្រិតជីកម្រិតអីចឹងណាអញ្ចឹងវាជួយសុខភាពល្អដល់កូនចៅយើងណាបាទសូមអរគុណច្រើនពុកម៉ែបង